កាលពីអេពីសូតមុនខ្ញុំបានធ្លាក់ចូល trap ហើយខ្ញុំក៏ឃើញមនុស្សដែលដាក់ trap ខ្ញុំក៏បានដក mesh មកហើយក៏ដំ mesh លើ player នោះងាប់បាត់ក្រោយពីបានសម្លាប់ player នោះហើយខ្ញុំក៏យក fishing rod ដើម្បី teleport ទៅផ្ទះរបស់ខ្ញុំវិញហើយខ្ញុំក៏យក item ដែលបានពីអ្នកដែលដាក់ trap ខ្ញុំយកទៅទុកហើយខ្ញុំភ្លេចគិតថាកូនសិស្សរបស់ខ្ញុំក៏មកតាមក្រោយខ្ញុំមិនដឹងថាកូនសិស្សរបស់ខ្ញុំមានរឿងអ្វីកើតឡើងចំពោះគាត់ទេហើយខ្ញុំក៏តាមស្វែងរកកូនសិស្សរបស់ខ្ញុំដើម្បីទៅសម្លាប់ player 3នាក់នោះក្រោយពីខ្ញុំបានដើរអស់ 3-4 ប្លុកហើយខ្ញុំក៏ឃើញ car web ហើយខ្ញុំក៏ឃើញគេវាយគ្នាខ្ញុំក៏យកកែនុតឆ្លុះទៅមើលក៏ឃើញឈ្មោះរបស់កូនសិស្សរបស់ខ្ញុំហើយខ្ញុំក៏ចូលទៅជួយដើម្បីដោះលែងកូនសិស្សរបស់ខ្ញុំលោកគ្រូជួយខ្ញុំផងហើយចាប់រត់សិនទៅចាំគ្រូជួយទៅឡើយអត់អីទេខ្ញុំមានមកអាចជួយបានទេតោះគ្រូគ្នាវាមកអស់មួយហើយនៅតហ្នឹងហើយគ្រូដេញតាមមួយនេះសិនចុះហើយមកចង់ទៅណាមកចុះទៅនេះភ្លើចមកចុះខាប់ខ្លួនឯងមើលទៅវាយអាប់ពីអ្នកឯងទៀតហើយវាយវាចប់ខាប់ហើយវាយវានេះមកវាយមួយនឹងចប់ខាប់ហើយខ្ញុំមកដំវារត់រួចហើយវាយវាចោះទៅវាយមុនទៀតចុះមកនេះមានម៉េះយ៉ាត់តិចដល់វាវាយទៅគ្រូអានមួយនឹងខ្លាំងយ៉ាត់តិចចាប់វាដាក់ខាប់ហើយវាធ្វើអីកើតចាប់វា
ក្រោយពី player អ្នកនោះបានរឹតរួចហើយខ្ញុំក៏បានចាក់ឆ្ងាយពីកូនសិស្សរបស់ខ្ញុំពេលដែលខ្ញុំទៅឆ្ងាយពីកូនសិស្សរបស់ខ្ញុំហើយខ្ញុំគិតថាកូនសិស្សរបស់ខ្ញុំដូចជាមានរឿងអីលាក់បាំងនឹងខ្ញុំហើយខ្ញុំនឹងតាមដានគាត់ដោយមិនឲ្យគាត់ឃើញមុខរបស់ខ្ញុំឡើយនៅពេលដែលខ្ញុំកំពុងឈរតក់សក់ស្រាប់តែមានរឿងមួយកើតឡើងបើសិនជាអ្នកគ្នាចូលចិត្តមើលវីដេអូចឹងអ្នកគ្នាកុំភ្លេច Subscribe ដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំផងហើយនេះជា Channel ទាំង4ដែលមានសាច់រឿងគ្នា